សួស្តីបងប្អូនវិលមកជួបគ្នាសារជាថ្មីវីដេអូថ្ងៃនេះបងនឹងនាំបងប្អូនមកធ្វើប្រមាណវិធីដកងាយធ្វើបានត្រូវ 100% តោះចាប់ផ្ដើមចូលលំហាត់របស់យើងតោះយើងចូលដល់លំហាត់ទី1 5 ដក 2 ប៉ម 5 ផ្លែដក 1 ដក 2 តោះរាប់ប៉មសល់ 1 2 3 ចម្លើយយើងគឺស្មើ 3 បងប្អូនតោះយើងចូលដល់លំហាត់ទី2 7 ដក 4 ផ្លែប៉ម 7 ផ្លែដក 1 ដក 2 ដក 3 ដក 4 តោះរាប់ប៉មដែលសល់ 1 2 3 ចម្លើយគឺស្មើ 3 បងប្អូនចូលដល់លំហាត់ទី3 2 ដក 1 ប៉ម 2 ផ្លែដក 1 នៅសល់ 1 ចម្លើយស្មើ 1 បងប្អូនតោះបងប្អូនលំហាត់ទី4 8 ដក 4 ស្វាយទុំ 8 ផ្លែតោះយើងដកចេញ 1 2 3 4 បងប្អូនរាប់មើលសល់ប៉ុន្មាន 1 2 3 4 ចម្លើយយើងគឺស្មើ 4 បងប្អូនតោះចូលដល់លំហាត់ទី5ហើយ6 ដក 2 ស្វាយទុំ 6 ផ្លែយើងឆូតចេញ 2 ផ្លែ 1 2 ហើយបងរាប់មើលសល់ប៉ុន្មាន 1 2 3 4 ចម្លើយយើងគឺស្មើ 4តោះចូលដល់លំហាត់ទី6 3 ដក 1 ស្វាយទុំ 3 ផ្លែយើងឆូតចេញ 1 ហើយរាប់ផ្លែស្វាយដែលសល់ 1 2 ចម្លើយគឺស្មើ 2លំហាត់ទី7 8 ដក 5 ក្រូច 8 ផ្លែដក 1 ដក 2 ដក 3 ដក 4 ដក 5 ហើយយើងរាប់ក្រូចដែលសល់ 1 2 3 ចម្លើយយើងគឺស្មើ 3 បងប្អូនតោះដល់លំហាត់ទី8 3 ដក 2 ក្រូច 3 ផ្លែដក 1 ដក 2 ក្រូចដែលសល់ 1 ចម្លើយគឺស្មើ 1 បងប្អូនលំហាត់ទី9 4 ដក 4 ក្រូច 4 ផ្លែដក 1 ដក 2 ដក 3 ដក 4 ឃើញថាក្រូចរបស់យើងគឺអស់ហើយអត់មានសល់ទេអញ្ចឹងចម្លើយស្មើ0ចូលលំហាត់ទី10 9 ដក 2
strawberry 9 ផ្លែដក1ដក2តោះយើងទៅរាប់មើលសល់ strawberry ប៉ុន្មាន1 2 3 6 7 strawberry សល់7ចម្លើយយើងស្មើ7បងប្អូនដល់លំហាត់ទី11 6 ដក 3 strawberry 6 ផ្លែដក1ដក2ដក3តោះរាប់មើលសល់ strawberry ប៉ុន្មាន1 2 3ចម្លើយយើងគឺស្មើ3បងប្អូនតោះដល់លំហាត់ទី12 9 ដក 4 strawberry 9 ផ្លែដក1ដក2ដក3ដក4តោះរាប់មើលសល់ប៉ុន្មានផ្លែ1 2 3 4 5 strawberry សល់5ចម្លើយយើងគឺស្មើ5បងប្អូនលំហាត់ទី13 7 ដក 5ត្រសក់ផ្អែម7ផ្លែដក1ដក2ដក3ដក4ដក5តោះរាប់មើលសល់ប៉ុន្មាន1 2ត្រសក់ផ្អែមសល់2ផ្លែចម្លើយយើងគឺស្មើ2បងប្អូនលំហាត់ទី14 5 ដក 1ត្រសក់ផ្អែម5ផ្លែដក1តោះយើងទៅរាប់ត្រសក់ផ្អែមដែលសល់1 2 3 4ចម្លើយយើងគឺស្មើ4បងប្អូនតោះលំហាត់ចុងក្រោយទី15 7 ដក 6ត្រសក់ផ្អែមមាន7ផ្លែដក1ដក2ដក3ដក4ដក5ដក6ត្រសក់ផ្អែមសល់1ចម្លើយយើងគឺស្មើ1បងប្អូនឥឡូវលំហាត់ទាំង15យើងបានបញ្ចប់ហើយសម្រាប់សញ្ញាកិច្ចការនេះគឺបងបានដកស្រង់ចេញមកពី page របស់ថ្នាលបឋមបងប្អូនអាចទៅ check បានទាញយកមកអនុវត្តធ្វើនៅផ្ទះដោយខ្លួនឯងជាចុងក្រោយកុំភ្លេច subscribe channel បងផងជួបគ្នាជាមួយវីដេអូមេរៀនថ្មី